ស្ដីទាំងអស់គ្នាការបង្ហាញអំពីដែនអគ្គិសនីដែលយើងឧទាហរណ៍ថាអេឡិចត្រូងហ្នឹងដូចជាមួយនឹងពិតប៉ោង2អញ្ចឹងប៉ោងទាំងពីរហ្នឹងគឺមានបន្ទុកបូកដូចគ្នាពេលដែលពិតប៉ោងទាំងពីរហ្នឹងជិតគ្នាវាបានបង្កើតដែនអគ្គិសនីក្នុងលក្ខខណ្ឌចម្រានចេញចឹងឥឡូវឧបមាថាបើខ្ញុំប្ដូរជាមួយនឹងបន្ទុកពិតប៉ោងទីខ្ញុំពិតប៉ោងទី1បន្ទុកបូកតែបូក1ពិតប៉ោងទី2បន្ទុកបូកតែបូក2យើងឃើញថាក្នុងលក្ខខណ្ឌនៃការចម្រានចេញពិតប៉ោងទី2គឺនៅមានតែឥទ្ធិពលដែនធំជាងពិតប៉ោងទី1ដដែលហើយជីដើមដាក់វារហូតដល់0ចាំមែនថានៅក្នុងនេះលែងមានការចម្រានចេញព្រោះអានេះវាទៅជាពិតប៉ោង node ដូចជាមួយនឹងអាតូមដែរបើសិនជាយើងចាប់ផ្ដើមជាមួយនឹងបន្ទុកដកយើងឃើញថាដែនអគ្គិសនីវាចាប់ផ្ដើមជាមួយការស្រូបទាញបន្ទុកបូកនិងបន្ទុកហើយនឹងចាប់ផ្ដើមគ្នាវាស្រូបទាញឥឡូវយើងព្យាយាមដាក់ជាមួយនឹងពិតប៉ោងទី2ទៅជាបន្ទុកដកដែរពេលដែលបន្ទុកដកដូចគ្នាយើងឃើញថាវាច្រានគ្នាចេញហើយជាមួយនឹងលក្ខខណ្ឌនៅក្នុងនេះគឺយើងឃើញថាដែនអគ្គិសនីរបស់វាក៏មានលក្ខខណ្ឌច្រានគ្នាសូមអរគុណសូមជម្រាបលា